ចាក់ខុសវិស័យមួយរបស់ពួកយើងព្យាយាមធ្វើម៉េចរួមបញ្ចូលសិល្បៈបុរាណចូលទៅក្នុងការរស់នៅប្រចាំថ្ងៃយើងបានបញ្ចូលជារចនាបថបែបសហសម័យដែលបញ្ចូលបុរាណនិងសម័យលាយបញ្ចូលគ្នាវាមិនមែន 100% បុរាណសុទ្ធក៏មិនមែន 100% បង្កើតថ្មីដែរគឺយើងរួមបញ្ចូលគ្នាដើម្បីបង្កើតបានផលិតផលមួយឬក៏រចនាបថថ្មីមួយដែលប្លែកហើយនឹងសមជាមួយនឹងរូបរាងរបស់មួកសុវត្ថិភាពយើងមានមួកសុវត្ថិភាព2 model ឥឡូវយើងមានហនុមាន01និងអប្សរា01ពណ៌ខ្មៅលាយជាមួយនឹងពណ៌មាសវាធ្វើឲ្យលេចរូបរាងក្បាច់ក្បូរហនុមានឬក៏ក្បាច់ក្បូររបស់អប្សរានឹងចេញមកហើយមានអារម្មណ៍ថាប្លែកនៅពេលដែលយើងប្រើប្រាស់វាជាតាមដងវិថីបញ្ហាដ៏ធំបំផុតគឺតាក់ទងជាមួយនឹងការរចនាលើមួកសុវត្ថិភាពដោយសារវាថ្មីហើយប្លែកជាការបង្កើតថ្មីបញ្ហាបន្ទាប់គឺកញ្ចប់ថវិការបស់យើងដោយសារតែយើងនៅក្នុងជីវភាពមួយដែលជីវភាពប្រជុំអញ្ចឹងខ្ញុំបានព្យាយាមគិតយូរមែនតើយើងចំណាយទាំងកម្លាំងកាយទាំងកម្លាំងចិត្តទាំងថវិកាហើយពេលវេលាច្រើនមែនតើខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនដែលមានគម្រោងបើកជាអាជីវកម្មដែលរួមបញ្ចូលរចនាបថបុរាណឬក៏រចនាបថខ្មែរចូលទៅកាន់ទំនិញរបស់ពួកគាត់ទី1យើងបានទាំងការអភិរក្សនិងអភិវឌ្ឍសិល្បៈរបស់យើងទី2យើងបានទាំងការគ្រប់គ្រងពីបងប្អូនខ្មែរដែលមានពាក្យមួយដែលគេតែងតែនិយាយគឺខ្មែរស្រឡាញ់ខ្មែរពាក្យហ្នឹងខ្ញុំទទួលស្គាល់ថាល្អហើយវាជាការពិត